រឿងទន្សាយជាប់គូទនឹងគល់ត្រាចអាយ៉ាទីនោះមានគល់ឈើមួយទៅសម្រាកបន្តិចសិនដើរសាញមួយថ្ងៃហើយចុំកើតអីចេះម្ដេចក៏ខ្ញុំងើបមិនរួចចប់ហើយខ្ញុំជាប់គូទនឹងគល់ឈើនេះហើយខ្ញុំគួរធ្វើយ៉ាងដូចម្ដេចទៅកូនដំរីឯងមកធ្វើអីម្ដុំនេះឆាប់ប្រាប់យើងមកយើងមកផឹកទឹកត្រពាំងនេះតើឯងជានរណាណែកុំមកផឹកទឹកត្រពាំងយើងទឹកត្រពាំងនេះព្រះអិនទ្រង់ឲ្យយើងចាំយាមទេរាល់ដងយើងតែងតែមកផឹកទឹកត្រពាំងនេះស្រាប់តែពេលនេះមានព្រះអិនមកចាប់ឲ្យឯងមកចាំយាមបែបនេះចាំមើលយើងទៅប្រាប់ម៉ែយើងមិញនេះកូនបានដើរទៅផឹកទឹកត្រពាំងបានជួបទន្សាយមួយក្បាលអង្គុយលើគល់ឈើវាដេញខ្ញុំមិនឲ្យផឹកទឹកត្រពាំងទេវាថាជាអ្នកបម្រើរបស់ព្រះអិនឲ្យមកមើលការខុសត្រូវនៅត្រពាំងនេះវាមិនឲ្យខ្ញុំផឹកទឹកទេម៉ែខ្ញុំស្រីទឹកណាស់យីវាជាអ្នកណាមិនបានមិនឲ្យកូនទៅផឹកទឹកត្រពាំងដែលយើងតែងតែទៅផឹករាល់ថ្ងៃសោះតោះកូនសម្លាញ់នាំម៉ាក់ទៅជួបវាយោតាមពិតអាសត្វទន្សាយច្រមុះចិត្តអាក្រក់មកពីណាអង្គុយច្រងក់លើគល់ឈើនេះឯងមានអំណាចអ្វីបានមកខាង5កូនសម្លាញ់យើងមិនឲ្យចុះផឹកទឹកត្រពាំងនេះយើងជន់ក្បាលឯងស្ដាប់ឥឡូវហើយយើឯងហ៊ានមកស្ដីយើងផងមកពីប្រអិនទ្រង់បានចាត់តាំងឲ្យយើងយាមទើបយើងហ៊ានហាមមិនឲ្យផឹកបែងចង់សម្លាប់យើងឲ្យស្លាប់ឯងកុំបោកយើងទៅក្រោមតែឯងត្រូវបោកយើងទៅលើបានយើងស្លាប់អុយហាហាពេលនេះយើងរួចគូតពីគោឈើនេះហើយដាក់មេប្រូចសិននៅក្នុងតម្លៃនៃការអប់រំរឿងទន្សាយជាប់គូលើកោត្រាញនេះម្លាយលោកប្រៀបធៀបរឿងនេះទៅនឹងមនុស្សដែលមាននៅបញ្ញាស្មារតីប្រាជ្ញាខ្ពស់ពួកគាត់តែងតែអាចដោះស្រាយនៅរាល់ឧបសគ្គទាំងឡាយបានដោយយ៉ាងពិតប្រាកដ